បាទសួស្តីបងប្អូនថ្ងៃនេះខ្ញុំសូមចែករំលែកគន្លឹះចំណេះដឹងបន្តិចបន្តួចតាក់ទងទៅនឹងរបៀបដោះស្រាយបញ្ហា Telegram បាត់ឈ្មោះ Telegram បងប្អូនតែងតែឆាតតាក់ទងគេជារៀងរាល់ថ្ងៃប៉ុន្តែស្រាប់តែបាត់ឈ្មោះគេរកឈ្មោះគេអត់ឃើញអញ្ចឹងតើគួរតែដោះស្រាយបែបណាសូមតាមដានវីដេអូនេះរហូតដល់ចប់បងប្អូនគឺបញ្ហាទាំងអស់ហ្នឹងកើតឡើងដោយសារតែបងប្អូនមួយចំនួនដែលគាត់អត់ទៅចេះប្រើ Telegram ឬមួយក៏ច្រឡំដៃរៀលដៃគឺក៏ក្មេងលេងអីជាដើមបងប្អូនហើយយើងក៏អូស Telegram ទៅខាងឆ្វេងអូសឈ្មោះគាត់ទៅខាងឆ្វេងគឺយើងបាត់ឈ្មោះគាត់តែម្ដងអញ្ចឹងពេលយើងអូសទៅឆ្វេងហ្នឹងគឺជាប់ពាក្យថា archive ពណ៌បៃតងហ្នឹងនេះបងប្អូនឃើញពាក្យថា archive អត់បាទអញ្ចឹងបើយើងអូសឈ្មោះគេមកខាងឆ្វេងអញ្ចឹងគឺជាប់ archive ឯងបងប្អូនអូសបែបនេះគឺជាប់ហើយដំណោះស្រាយគឺងាយស្រួលទេបងប្អូនទាំងទូរស័ព្ទ iPhone ឬក៏ iOS គឺ Telegram គឺដូចគ្នាអញ្ចឹងនឹងបង្ហាញប៊ូតុងលើនេះarchive chat នៅខាងលើនេះបងប្អូនអញ្ចឹងចុចលើប៊ូតុងនេះបងប្អូននឹងឃើញឈ្មោះដែលបានជាប់ណាបងប្អូនដែលបងប្អូនជាប់ហ្នឹងបងប្អូនគ្រាន់តែអូសឈ្មោះហ្នឹងទៅខាងឆ្វេងវិញគឺនឹងដោះហើយនេះ unarchive បាទអញ្ចឹងយើងអូសអញ្ចឹងមកនឹងដោះឈ្មោះដែលយើងបានជាប់ហ្នឹងចេញមកវិញហើយឈ្មោះដែលយើងបានដោះហ្នឹងនឹងបង្ហាញនៅលើផ្ទៃឲ្យយើងមើលវិញបងប្អូនឃើញទេនេះគេបងប្អូនអញ្ចឹងគឺដោះបានហើយអញ្ចឹងគឺងាយស្រួលទេបងប្អូនងាយស្រួលទេប៉ុន្តែបញ្ហាមួយទៀតមានបងប្អូនមួយចំនួនគាត់ខ្ញុំប្រាប់ពីរបៀបដោះស្រាយបញ្ហាហ្នឹងប៉ុន្តែគាត់រកប៊ូតុងចុច archive chat ហ្នឹងអត់ឃើញបងប្អូនដូចជាគាត់អូសរត់ទៅរត់មកអត់ឃើញទេបងប្អូនមើលផងខ្ញុំជាឧទាហរណ៍ខ្ញុំអូសទៅមកគឺអត់មានកន្លែងចុច archive chat នៅខាងលើទេអញ្ចឹងតើដោះស្រាយបែបណាអញ្ចឹងយើងគ្រាន់តែទាញផ្ទៃអេក្រង់ហ្នឹងចុះមកក្រោមបាទនេះបងប្អូននឹងបង្ហាញ archive chat អញ្ចឹងម្ដងទៀតបងប្អូនចាំយ៉ាសុំទោសម្ដងទៀតបងប្អូនគឺទាញវាមកក្រោមបែបនេះបាទគឺចេញarchive chat ដែលយើងចុចហើយអញ្ចឹងយើងគ្រាន់តែអាន archive មកវិញមកបាទគឺដោះវិញបានបាទអញ្ចឹងគឺងាយទេបងប្អូនហើយអរគុណដែលបានតាមដានវីដេអូនេះរហូតដល់ចប់សង្ឃឹមថាបងប្អូននឹងចេះដោះស្រាយបញ្ហា Telegram ដែលបាត់ឈ្មោះព្រោះថាឥឡូវហ្នឹង Telegram ពេញនិយមណាបងប្អូនអញ្ចឹងតែងតែមួយចំនួនតែងតែជួបនឹងបញ្ហាទាំងអស់ហ្នឹងបងប្អូនបាទជាចុងក្រោយសូមបងប្អូនសូមជួយចុច like និង Subscribe ឲ្យខ្ញុំម្នាក់មួយផងអរគុណ